នៅក្នុងវីដេអូនេះគឺយើងនឹងមកធ្វើនៅ style អក្សរបែបនេះនៅក្នុង Adobe Photoshop ហើយខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបដែលយើងអាចរៀបចំវាជា file template ដើម្បីឲ្យអ្នកនរគ្នាអាចយកវាទៅដាក់លក់នៅក្នុង website ដូចជា Freepik អីជាដើមអញ្ចឹងដំបូងនៅក្នុង Photoshop យើងចាប់ផ្ដើមធ្វើការវាយអក្សរមកហើយសម្រាប់អក្សរដែលខ្ញុំធ្វើនៅក្នុងវីដេអូហ្នឹងគឺធ្វើ vibe បែប Valentine ហើយ font ដែលខ្ញុំប្រើហ្នឹងគឺ Backland Script ដែលអ្នកនរគ្នាអាចទៅរក download font ហ្នឹងបាននៅក្នុង dafont.com បន្ទាប់មកដើម្បីរៀបចំវាជា template ជាដំបូងអ្នកនរគ្នា background ហ្នឹងយើងគ្រប់វាទៅដោយឡែកទៅដាក់ជា background បន្ទាប់មកសម្រាប់អក្សររបស់យើងនេះយើងត្រូវ convert វាទៅ Smart Object យើងចុចស្ដាំដៃហើយយើងយក convert to Smart Object បន្ទាប់មកអ្នកនរគ្នាចុច Ctrl J ដើម្បី duplicate វាមួយទៅខាងលើហើយសម្រាប់ layer ដែលយើងទើបតែ duplicate មកហ្នឹងយើងចុចបិទភ្នែកវាមកហើយយើងអាច rename វាទៅថា edit text អញ្ចឹងសម្រាប់ layer ហ្នឹងគឺយើងអត់មានធ្វើអីទៅលើវាទាំងអស់យើងគ្រាន់តែ copy វាយកមកដាក់នៅខាងលើហ្នឹងដើម្បីឲ្យគេអាច click នៅលើហ្នឹងអាចចូលទៅ edit text បានអូខេអញ្ចឹងសម្រាប់ layer បន្ទាប់មកទៀតនេះយើងចុច Ctrl G មួយមកយើងដាក់ឈ្មោះវាថា effect អញ្ចឹងសម្រាប់ទៅលើ layer នេះយើងអាចធ្វើការចុចលេង style អីទៅលើវាមួយសេរីទាំងអស់អញ្ចឹងពេលដែលអ្នកដែលគាត់ download ទៅគាត់ចង់ edit វាជា template គឺគាត់គ្រាន់តែ double click នៅលើ text នេះមកគឺគាត់អាចធ្វើការកែនៅអក្សរអីដែលគាត់ចង់បានយើងអាចចុចអក្សរ C ដើម្បី bridge canvas ហ្នឹងឲ្យធំបន្តិចអញ្ចឹងពេលដែលគេយកទៅកែ text អីហ្នឹងគឺវាសល់ space បានច្រើននៅក្នុងវាយ text របស់គេយើងអាចចុច Ctrl S វិញមកដើម្បី save ចូលមក document ដើមរបស់យើងវិញដំបូងបំផុតគឺយើងធ្វើការដាក់ gradient ទៅលើវាយើងចុចស្ដាំដៃយើងចូលទៅ blending option បន្ទាប់មកទៀតអ្នកនរគ្នាធ្វើការ check នៅកន្លែង gradient overlay អាហ្នឹងគឺជា effect ដែលយើងដាក់ដំបូងគេបន្ទាប់មកសម្រាប់ gradient overlay ហ្នឹងគឺខ្ញុំយក preset ជា2 gradient មួយនេះគឺខ្ញុំដាក់ពណ៌វារៀងផ្កាឈូករៀងស្ដើងហើយមួយទៀតគឺខ្ញុំដាក់ពណ៌វាសបន្ទាប់មកយើងចុច OK ហើយសម្រាប់ angle យើងដាក់90 degree ធម្មតាមកបន្តមកទៀតចូលមកដល់ stroke អញ្ចឹងយើង check កន្លែង stroke មកសម្រាប់ពណ៌ stroke គឺខ្ញុំដាក់វាពណ៌រៀងក្រហមបែកទៅផ្កាឈូកបែបនេះបន្ទាប់មកខ្ញុំដាក់ stroke វាប្រហែលជា12 pixel បន្តមកទៀតយើងធ្វើការដាក់ stroke មួយទៀតទៅលើវាដោយយើង click សញ្ញាបូកនៅកន្លែងនេះហើយបន្ទាប់មកគឺវានឹង load stroke មួយទៀតហ្នឹងឲ្យយើង select នៅលើ stroke ទី2ហ្នឹងមកយើងតម្លើងទំហំវាដល់ទៅប្រហែលជា22 pixel ហើយយើងដូរពណ៌វាទៅពណ៌រៀងផ្កាឈូកបែបនេះហើយយើងចុច OK មកបន្តមកទៀតយើងចុច OK បន្ទាប់មកយើងចុច Ctrl G ដើម្បី group វាយើងចុចស្ដាំដៃយើងចូលទៅ blending option ខ្ញុំនឹងធ្វើការដាក់ drop shadow ទៅលើវាអញ្ចឹងសម្រាប់ពណ៌ drop shadow ហ្នឹងគឺយើងដាក់ពណ៌វាដូចពណ៌ stroke ទី1ហ្នឹងបន្ទាប់មកយើងចុច OK ហើយ distance វាយើងដាក់ប្រហែលជាចម្ងាយប៉ុណ្នេះ21 pixel បន្ទាប់មកយើងចុច OK ពេលបន្តមកទៀតគឺខ្ញុំនឹងធ្វើការដាក់ inner glow ទៅលើវាទៅលើ overall ហ្នឹងទាំង stroke ទាំង drop shadow ហ្នឹងបន្ទាប់មកយើងចុច Ctrl G មួយទៀតមកដើម្បីយើងធ្វើបែបហ្នឹងបានយើងចូលទៅ blending option មួយសារទៀតអ្នកនរគ្នា check កន្លែង inner glow អញ្ចឹងនៅក្នុង inner glow ពណ៌គឺយើងដាក់ពណ៌សហើយ blend mode យើងយក linear dodge add ហើយ opacity យើងសេរីតាមហ្នឹងទៅចង់ឲ្យវាខ្លាំងខ្សោយយើងសេរីទៅតាមហ្នឹងឧទាហរណ៍ខ្ញុំដាក់ 75% បន្ទាប់មក size ខ្ញុំដាក់ត្រឹម30 pixel គឺបានហើយបន្ទាប់មកយើងចុច OK អញ្ចឹងតែប៉ុណ្្នឹងទៅគឺបានហើយយើងអាចចុចបិទគ្រប់នឹងបាននេះគឺជា effect សាមញ្ញងាយស្រួលធ្វើមែនតើអញ្ចឹងអ្នកនរគ្នាគ្រាន់តែ save វាជា file PSD មកយើង save ជា file PSD ធម្មតានៅពេលដែលយើងត្រូវការយកវាមកប្រើលើក្រោយយើងចង់ edit វាទៅ text អីផ្សេងយើងគ្រាន់តែ double click នៅលើ Smart Object ខាងលើនេះដែលយើង copy តាំងពីដំបូងហ្នឹងបន្ទាប់មកអ្នកនរគ្នាអាចធ្វើការកែនៅអក្សរបានហើយឧទាហរណ៍យើងដាក់វាទៅអក្សរខ្មែរក៏បានដែរអញ្ចឹងបន្ទាប់ពីយើងកែវាទៅអក្សរខ្មែរហើយយើងគ្រាន់តែចុច Ctrl S ដើម្បី save មកយើងចូលមកក្នុង file ដើមរបស់យើងវិញគឺ text ហ្នឹងគឺវានឹងធ្វើការ edit ឲ្យយើងហើយអញ្ចឹងវីដេអូមួយហ្នឹងគឺមានប៉ុណ្្នឹងទេកុំភ្លេចចុច subscribe អ្នកមួយផងជួបគ្នានៅវីដេអូក្រោយអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់រៀនទៅនឹង Photoshop និងការ design poster អីគឺខ្ញុំណែនាំវគ្គ Photoshop Unlimited នេះដល់អ្នកទាំងអស់គ្នាគឺយើងមានការមានវីដេអូរៀនពីដើមទៅរហូតដល់កម្រិត advanced ហ្មងដែលយើងអាច design poster អីបានវគ្គហ្នឹងដែរគឺយើងរួមបញ្ចូលសំខាន់ដូចជាមេរៀន Photoshop ពេញតែម្ដងពីការប្រើប្រាស់ tool នៅមុខងារផ្សេងៗហើយជាមួយនឹងវីដេអូដែលអនុវត្ត design poster រហូតដល់ទៅ12វីដេអូអ្នកទាំងអស់គ្នាហើយយើងនឹងមានការថែមវីដេអូ2វីដេអូរៀងរាល់ខែទៀតអញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍អាចតាក់ទងមកតាម Telegram របស់ខ្ញុំបាន